ដល់ចេញភាសាហើយក៏ដឹកលាក់ខ្យល់ក៏មកដល់ដែរចាស់សប្បាយនឹងធ្វើកឋិនណារដូវនេះងាកទៅណាក៏លឺសលេងអកឆៃយ៉ាំពេញភូមិនិយាយទៅជិះគោយន្តទៅហែគ្នាទស្សនភាពអ៊ូអសប្បាយគ្រប់គ្នាដល់ខែនេះមហូបដែលនឹកជាងគេគឺប្រភេទថាសាច់ជ្រូកអាំងសាច់ជ្រូកងៀតត្រីងៀតខែហ្នឹងយើងងាយស្រួលទៅដល់ហាលព្រោះវាស្ងួតហើយមានខ្យល់ល្អគ្រឿងបុកឲ្យឈ្ងុយរបស់យើងមានខ្ទឹមសគល់ស្លឹកគ្រៃម្ទេសហើយនិងខ្ញីយើងបុកវាចូលគ្នាឲ្យម៉ត់ណាភេទសាច់ដែលយើងយកមកប្រឡាក់ឲ្យឆ្ងាញ់ជ្រលក់ជាមួយនឹងទឹកប្រហុកអង្គលេងរបស់យើងគ្មានអីឈ្នះ3ជាន់នេះយើងយកមកជ្រលក់អញ្ចឹងបងប្អូនអាចហាន់ក្រាស់ចេះទៅវាអត់សូវប្រៃខ្លាំងវារបៀបថាមានជាតិឈ្ងុយតែរសជាតិស្រាលហើយប៉ះយើងហាលរៀងមកសពពណ៌អាំងឆាប់ឆ្អិនទេដើម្បីឲ្យសាច់ប្រឡាក់របស់យើងក្រហមស្អាតដល់មិនប្រើពណ៌បងប្អូនអាចដាក់បាតេឆាបកងបន្តិចទៅសម្រាប់រសជាតិបងប្អូនអាចលាយបានតាមការចូលចិត្តបើមានទឹកប្រឡាក់សាច់ខុននៅផ្ទះហើយយើងអាចថែមតែ6សាព្រាទៅបានហើយនឹងសាច់1គីឡូកន្លះហើយយើងដាក់គ្រឿងនិយមបុកមុននឹងចូលទាំងអស់មកយើងប្រឡាក់វាច្បល់ផ្អាប់ទុក1ម៉ោងអីទៅបើធ្វើប្រភេទងៀតទឹកប្រឡាក់សាច់ម្ដងអាចបានរហូតដល់3គីឡូសាច់គ្រឿងប៉ុណ្ណឹងរសជាតិមកដិតឆ្ងាញ់ប្រឡាក់ច្បល់វាឲ្យសព្វចូលគ្នាប៉ុណ្ណឹងឯងផ្អាប់ទុក1ម៉ោងសិនសាច់របស់យើងបុកគ្រឿងផ្សំប៉ុណ្ណឹងឈ្ងុយខ្លាំងហើយពណ៌ឡើងក្រហមល្អមែនតែនហ្មងហើយបងប្អូនចង់ហាលបាយហត់ប្រែអាចដោតខ្សែបយួនចេះមកសាច់របស់យើងវាស្ងួតស្មៅសាច់វាអត់មានថាកដប់នេះកដប់នោះតែថា30សើមិនទេអត់ដូចយើងហាលនឹងចអេបើសិនយើងហាលនឹងចអេឬមួយក៏ហាលនឹងអីផ្សេងចឹងវាពិបាកក្នុងការប្រែដល់ខែហ្នឹងស្រួលមែនតើមកប្រភេទថាយើងធ្វើងៀតធ្វើអីចឹងបងប្អូនវាមានខ្យល់លហើយមើលហាលតែមកព្រឹកហ្នឹងសាច់របស់យើងរៀងក្រៀមបាត់ហើយហ្នឹងសម្រាប់សាច់3ជាន់ប្រឡាក់នេះយើងអត់យកវាក្រៀមខ្លាំងពេកទេហាលពេលព្រឹកអាំងញ៉ាំល្ងាចហ្មងសាច់នៅស្រស់មានជាសំណើមពេញនឹងអត់ពិបាកអាំងយូរមកយើងហាលរៀងសពពប៉ុណ្នេះហើយអាំងប្រហែលត15ទៅ20នាទីសាច់របស់យើងឆ្អិនហើយទៅចូលដល់ក្បាលខែ11 12នេះក៏នឹកឃើញដល់អាកាលទៅច្រូតស្រូវដឹកដាប់បានតែមហូបក្រៀមក្រោះអញ្ចេះញ៉ាំក្របដើមឈើនៅលើទួលស្រែជាតិណាបងប្អូនជូនកដាប់ល្វើយផងត្រីគិតមកកតុយឲ្យលឹកម្ដុំក៏ជាតិដែរតែដល់សម័យនេះលែងមានកដាប់ឲ្យជូននៅបងប្អូនពួកគេច្រូតនឹងម៉ាស៊ីនរដងធ្លាប់តាមពងស្រួយឬមួយក៏យើងស្ងោរសាច់ជ្រូកអីជ្រលក់ទឹកប្រហុកអីចឹងទៅតែលើកនេះហើយយើងសាកដាក់ជាមួយនឹងទឹកត្រីបុកយើងអត់ចង់បានក្លិនទឹកប្រហុកដិតមួយមុខនេះលាយទៅឆ្ងាញ់បើក្រោបមកឡើងឈ្ងុយនេះយើងលាយបន្តិចប៉ុណ្នេះទៅបានហើយបងប្អូនព្រោះប្រហុករបស់យើងឈ្ងុយស្រាប់ហើយអញ្ចឹងបាច់ធ្វើច្រើនបន្ថែមក៏លីងថ្មីមួយសាព្រាបាយទៀតមកជាមួយនឹងជីសកើយកូរឲ្យសព្វចូលគ្នាទៅប៉ុណ្នេះរួចរាល់បាត់ហើយទឹកត្រីបុកប្រហុកអង្គលីងរបស់យើងនេះបងប្អូនមិនថាតែជ្រលក់ជាមួយសាច់ជ្រូកទេចង់ជ្រលក់ជាមួយសាច់គោអាំងក៏ត្រូវដែរព្រោះវាឈ្ងុយហើយចាប់ជាតិជាមួយនឹងសាច់របស់យើងឡើងឆ្ងាញ់ហ្មងជ្រលក់មកវាដោយទាំងអស់រៀបនឹងញ៉ាំយើងដាក់សាឡាត់ដាក់ជីទៅសក់អីមកស្រោចទឹកត្រីបុករបស់យើងហ្នឹងអូយជាតិមែនតែនបើថាយូរមានសាច់ញ៉ាំម្ដងអញ្ចេះអូយសប្បាយណាស់ធ្វើញ៉ាំម្ដងនេះហើយនឹងធ្វើញាប់ឲ្យព្រោះឆ្ងាញ់ខ្លាំងបើថានៅផ្ទះមានម៉ាស៊ីន microwave ឬមួយក៏ air fryer មកសន្ទុះទៅឆ្អិនបាត់ហើយនេះជ្រលក់ញ៉ាំព្រាតពេញផ្ទះ